ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃពុធទី12ខែសីហាឆ្នាំ2026យើងមកមើលតម្លៃហាងចេញមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាចង់ដឹងថាតើមាសនៅក្នុងថ្ងៃនេះអាចនឹងមានការងើបឡើងទៅដល់កម្រិតណាទៀតហើយតម្លៃណាខ្លះដែលយើងអាចធ្វើការទិញលក់បានបាទអញ្ចឹងនៅក្នុងថ្ងៃនេះក៏មានព័ត៌មានសំខាន់ដែរទាក់ទងទៅនឹងរបាយការណ៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺរបាយការណ៍តិផរណាបាទដែលរបាយការណ៍នេះគឺវានឹងចាត់ពលខ្លាំងទៅដល់ការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកហើយបើតាមអ្នកសេដ្ឋកិច្ចក៏បានព្យាករណ៍គឺរបាយការណ៍អតិផរណានេះគឺនឹងមានការធ្លាក់ចុះណាបាទអញ្ចឹងបើសិនជារបាយការណ៍ពិតជាមានការធ្លាក់ចុះពិតមែននៅក្នុងយប់នេះថ្លៃមាសអាចនឹងមានការស្ទុះងើបឡើងទៅលើខ្លាំងបន្ថែមទៀតផ្ទុយទៅវិញបើសិនជារបាយការណ៍នេះបង្ហាញថាអតិផរណានឹងមានការងើបឡើងទៅលើវិញបាទអានឹងវាប្រកាសជាអាចនឹងដាក់សម្ពាធឲ្យមានការធ្លាក់ចុះទៅខាងក្រោមហើយបាទអញ្ចឹងយ៉ាងណាមិញយើងទៅមើលការវិភាគតាមបែបបច្ចេកទេសសិនចង់ដឹងថាតើតម្លៃសំខាន់នៅក្នុងថ្ងៃនេះស្ថិតនៅក្នុងកម្រិតណាខ្លះហើយយើងគួរទិញឬក៏គួរលក់ពីតម្លៃណាខ្លះបាទអញ្ចឹងយើងទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះខ្ញុំបានបែងចែកជាកម្រិតទាបដែលយើងអាចធ្វើការធៀបទិញឡើងទៅលើបន្តហើយនឹងកម្រិតខ្ពស់ដែលយើងអាចធ្វើការបិទយកផលចំណេញក៏ដូចជាអាចធ្វើការលក់ចំខាងក្រោមវិញបាទអញ្ចឹងអាកាសដែលលក់ចំខាងក្រោមវិញមុនព័ត៌មានយើងអាចធ្វើការទិញហើយនឹងលក់បានដូចគ្នាប៉ុន្តែបើសិនជាព័ត៌មានចេញហើយតម្លៃទីផ្សារអាចនឹងបង្ហាញទិសដៅច្បាស់លាស់ហើយបាទអញ្ចឹងយើងមកមើលទាំងអស់គ្នាសម្រាប់កម្រិតទាបនៅក្នុងថ្ងៃនេះដែលយើងអាចធ្វើការធៀបទិញបានទី1គឺនៅកម្រិត$4,356ក្នុង1អោនដែលជាកម្រិតទាបកាលពីម្សិលមិញហើយនឹងកម្រិតទាបទី2នៅ$4,315ក្នុង1អោនដែលជាកម្រិតទាបកាលពីថ្ងៃច័ន្ទបាទហើយនឹងកម្រិតទាបទី3ដែលយើងអាចធ្វើការទិញបាននោះគឺនៅកម្រិត$4,283ក្នុង1អោនបាទហ្នឹងគឺជាកម្រិតទាបដែលយើងអាចធ្វើការធៀបទិញឡើងនៅពេលដែលវាមកប៉ះហើយបង្ហាញពីសញ្ញា confirm មកយើងទិញសម្រាប់កម្រិតខ្ពស់ដែលយើងធៀបលក់ចោះបាទធៀបលក់ចេញយកផលចំណេញក៏ដូចជាធៀបលក់ចោះមកវិញទី1គឺនៅកម្រិត$4,335ក្នុង1អោនដែលជាកម្រិតខ្ពស់កាលពីយប់មិញហើយសម្រាប់កម្រិតខ្ពស់ទី2គឺនៅកម្រិត$4,465ក្នុង1អោនបាទកម្រិតខ្ពស់ទី3នៅ$4,496ក្នុង1អោនបាទអញ្ចឹងសម្រាប់មាសនៅក្នុងព្រឹកនេះបាទសម្រាប់មាសនៅក្នុងព្រឹកនេះគឺខ្ញុំមើលឃើញថាមានកម្លាំងស្ទុះងើបឡើងទៅលើហើយអាចនឹងងើបឡើងទៅលើបន្តដោយសារតែតាម Bloomberg ចុះផ្សាយមកគឺភាគីអាមេរិកហើយនិងអ៊ីរ៉ង់អាចនឹងឈានចិត្តឈានចូលទៅដល់ការចោះកិច្ចព្រមព្រៀងថ្មីមួយឯបាទអញ្ចឹងគឺអាចនឹងវិជ្ជមានសម្រាប់មាសបន្ថែមទៀតអញ្ចឹងមាសគឺបងប្អូនអាចរងចាំមើលទៅបើសិនជាឡើងទៅដល់កម្រិតខ្ពស់$4,435នេះបើក៏ដាច់ទេយើងអាចធ្វើការលក់ចំខាងក្រោមវិញមកបាទឲ្យធ្លាក់ចំខាងក្រោមមកក្បែរមួយនឹងកម្រិតទាបនេះយើងអាចធ្វើការទិញអញ្ចឹងមានន័យថានៅក្នុងព្រឹកនេះគឺយើងអាចធ្វើការទិញលក់នៅក្នុងចន្លោះកម្រិតទាបទី1ទៅកម្រិតខ្ពស់ទី1សិនបាទព្រោះមានអត់សូវប្រែប្រួលខ្លាំងប្រហែលទេដោយសារមានព័ត៌មានសំខាន់នៅពេលយប់ណាអញ្ចឹងគឺយើងអាចធ្វើការធៀបទិញលក់នៅក្នុងចន្លោះហ្នឹងហើយទៅដល់ពេលយប់បងប្អូនអាចសម្រាកសិនចាំមើលព័ត៌មានសិនកុំចូលមុនព័ត៌មានឬក៏ហូលមុនព័ត៌មានណាព្រោះនឹងវាអាចនឹងហានិភ័យព្រោះព័ត៌មានយើងអត់តន់ដឹងថាទិសដៅវាទៅណាច្បាស់លាស់ទេបើទោះបីជាមានការព្យាករណ៍ពីអ្នកសេដ្ឋកិច្ចថាព័ត៌មាននឹងអាចជំរុញឲ្យមាសឡើងក៏ដោយតែខ្ញុំចង់ឲ្យបងប្អូនប្រុងប្រយ័ត្នបើសិនជាអាចយើងរងចាំមើលព័ត៌មានសិនថាតើព័ត៌មាននឹងចេញមកបែបម៉េចទី2យើងមើលទិសដៅរបស់ទីផ្សារសិនថាតើទីផ្សារវាដើរស្របជាមួយព័ត៌មានឬក៏អត់ព្រោះពេលខ្លះទីផ្សារគឺដើរអត់ស្របមួយព័ត៌មានទេព័ត៌មានអាចថាជំរុញឲ្យល្អអញ្ចឹងតែទីផ្សារវាអត់ឡើងណាវាទៅជាធ្លាក់វិញដោយសារតែកត្តាវិនិយោគតែគេហៅថា market participant ណាអ្នកដែលចូលរួមក្នុងទីផ្សារដោយពួក hedge fund អីគាត់ចូលប្រជែងអញ្ចឹងទៅធ្វើឲ្យទីផ្សារប្រែប្រួលប្រជែងជាមួយនឹងព័ត៌មានអញ្ចឹងជាការល្អយើងអាចរងចាំមើលព័ត៌មានហើយមើលទិសដៅទីផ្សារហើយចាំយើងចូលបាទអូខេអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងព្រឹកនេះគឺខ្ញុំមានជូនប៉ុណ្ណឹងមានព័ត៌មានអីសំខាន់ឬក៏តម្លៃដែលយើងអាចធ្វើការចូលទិញលក់បានខ្ញុំនឹងអាប់ដេតទៅក្នុងក្រុមរបស់យើងហ្នឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលាបាទបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ